5. ហេតុអ្វីមិនមែនជាអ្នកការខ្ញុំនៅទៅខ្ញុំគិតថាមនុស្សដែលស្ថិតនៅឋានៈពងពោះជាអតិបរមាច្បាស់ជាយល់អ្វីគ្រប់យ៉ាងដែលកំពុងកើតឡើងមិនថាពួកគេជាអ្នកបួសជាអាចារ្យឬជាឧត្តមសេនីយ៍អ្នកនយោបាយឬជាអ្នកដឹកនាំជំនួញឡើយមិនហើយពួកគេប្រកាសជាបានដឹងប៉ុន្តែឥឡូវនេះពេលខ្ញុំឡើងមកដល់ឋានៈនេះដែរទើបខ្ញុំដឹងថាពួកគេមិនចេះតែដឹងអ្វីគ្រប់យ៉ាងនោះឡើយ David Mahoney ការខ្ញុំនៅទៅខ្ញុំធ្លាប់ទៅលេងផ្ទះរបស់គ្រួសារមិត្តភក្តិខ្ញុំឈ្មោះថា Journals ពួកគេតែងតែមានគោលការណ៍កលានៅក្នុងទូទឹកកករបស់ពួកគេជានិច្ចមកខ្ញុំនិយាយថាវាគឺមកពីពួកគេគឺជាអ្នកមានឯនៅផ្ទះខ្ញុំវិញយើងផឹកតែទឹកធម្មតាទេដូច្នេះហើយទើបខ្ញុំតែងតែគិតថាបើអ្នកមានគោលការណ៍នៅផ្ទះមានន័យថាអ្នកគឺជាអ្នកមានក្រោយមកនៅថ្ងៃមួយយើងមានគោលការណ៍ពីរបីកំប៉ុងនៅក្នុងទូទឹកកករបស់យើងពេលនោះទើបខ្ញុំដឹងច្បាស់ថាគោលការណ៍មិនមែនជារបស់ដែលធ្វើឲ្យអ្នកជាមនុស្សអស្ចារ្យឡើយមួយរយៈពេលខ្លីវាហាក់ដូចជាធ្វើឲ្យខ្ញុំគិតថាមនុស្សដែលស្លៀកខោអាវក្រសីគឺជាមនុស្សអស្ចារ្យប៉ារបស់ខ្ញុំស្លៀកខោអាវក្រសីតែនៅពេលគាត់ចូលរួមបុណ្យសពតែប៉ុណ្ណោះដូច្នេះខ្ញុំគិតថាគាត់មិនអស្ចារ្យទេព្រោះគាត់ស្លៀកយូរម្ដងតាមមកបន្តិចម្ដងទើបខ្ញុំគិតថាការស្លៀកពាក់ខោអាវក្រសីមិនអាចធ្វើឲ្យអ្នកជាអច្ឆរិយបុគ្គលអ្វីឡើយកាលខ្ញុំនៅអាយុ12ឆ្នាំខ្ញុំចង់ក្លាយជានាយករដ្ឋមន្ត្រីព្រោះខ្ញុំគិតថានាយករដ្ឋមន្ត្រីគឺជាមនុស្សដែលដឹងអ្វីគ្រប់យ៉ាងរហូតដល់តែមកដល់ខ្ញុំចាប់ផ្ដើមសរសេរសៀវភៅទើបខ្ញុំដឹងថាអ្នកនិពន្ធគឺជាមនុស្សដែលដឹងរឿងរ៉ាវនិងព័ត៌មានច្រើនជាងគេប្រហែលមានពេលខ្លះនៅក្នុងជីវិតដែលអ្នកធ្លាប់គិតថាមានអ្នកជំនាញមួយចំនួនដែលដឹងចម្លើយគ្រប់យ៉ាងតាមពិតគ្មានទេគ្មាននរណាដែលដឹងអ្វីគ្រប់យ៉ាងឡើយបុគ្គលជោគជ័យគឺមិនមែនគឺជាមនុស្សអច្ឆរិយអ្វីទេពួកគេក៏មានគោលការណ៍តែមួយមានរយៈពេល24ម៉ោងនៅក្នុងមួយថ្ងៃហើយជានិច្ចកាលពួកគេក៏មានដៃពីរជើងពីរដូចតែយើងដែរប៉ុន្តែអ្វីដែលធ្វើឲ្យពួកគេខុសពីយើងគឺនៅត្រង់ថាពួកគេតែងតែប្រឹងប្រែងពិវត្តនៅជំនាញនិងអភិន័យផ្ទាល់ខ្លួនហើយបន្ទាប់មកយកពួកវាទៅលក់នៅក្នុងទីផ្សារអ្នកអាចអភិវឌ្ឍជំនាញនិងវិន័យរបស់អ្នកបានផងដែរហើយក៏អាចយកពួកវាទៅលក់នៅទីផ្សារគំនិតសំខាន់គ្មាននរណាម្នាក់កើតមកជាមួយទៅនឹងពុទ្ធសិទ្ធិពិសេសនៅក្នុងការទទួលបាននូវជោគជ័យពីព្រះជាម្ចាស់នោះទេមិនដែលមានព្រះជាម្ចាស់ណាចុះទៅលើមេឃហើយនិយាយថាឥឡូវពេលវេលារបស់ឯងបានមកដល់ហើយនោះឡើយព្រះអង្គក៏មិននិយាយថាឯងអាចធ្វើបានឬឯងមិនអាចធ្វើបាននោះដែរប៉ុន្តែអ្នកទេដែលជាអ្នកកំណត់ដោយខ្លួនឯងនៅពេលសិស្សត្រៀមខ្លួនរួចរាល់ហើយគ្រូនឹងបង្ហាញខ្លួនមិនខាននៅពេលអ្នកពិតជាមានឆន្ទៈថាត្រូវតែផ្លាស់ប្ដូរខ្លួនឯងឬក៏ត្រូវតែទៅដល់គោលដៅឲ្យទាល់តែបានពេលនោះមធ្យោបាយនឹងបង្ហាញខ្លួនឲ្យអ្នកឃើញមិនបានហើយមធ្យោបាយនោះអាចមានដូចជាមនុស្សដែលអាចជួយអ្នកបានពាក់នឹងឲ្យសភៅល្អមួយដល់អ្នកទាំងផ្សព្វផ្សាយណាមួយនឹងបង្ហាញខ្លួនដូចជាការផ្សព្វផ្សាយជ្រើសរើសបុគ្គលិកជាដើមឬអ្នកមកដល់ចំកន្លែងចំពេលវេលារបស់ខ្លួនឯងជាដើមតើខ្ញុំកំពុងតែនិយាយថាអ្នកកាន់តែងាយទាក់ភ្នែកនឹងឱកាសឬក៏អ្នកកាន់តែស្រូបទាញឱកាសចម្លើយគឺទាំងពីរខ្ញុំកាលនៅពីថ្ងៃទី19ខែតុលាឆ្នាំ1983ខ្ញុំបានសម្រេចចិត្តថាទោះត្រូវធ្វើអ្វីក៏ដោយពួកខ្ញុំនឹងក្លាយជាមនុស្សដែលពោរពេញទៅដោយសេចក្តីរីករាយច្រើនជាងមុនគឺច្រើនជាងកាលពី25ឆ្នាំដែលទើបតែកន្លងទៅ3ថ្ងៃក្រោយមកដោយមិនដឹងមកពីមូលហេតុអ្វីទេខ្ញុំស្រាប់តែបើកវិទ្យុស្ដាប់ដែលខ្ញុំមិនធ្លាប់ធ្វើដូច្នេះទោះតែសពពីមុនមកហើយបានលើគេផ្សព្វផ្សាយអំពីសិក្ខាសាលាមួយនៅកំណត់ថ្ងៃខាងមុខខ្ញុំបានចុះឈ្មោះចូលរៀនមុខវិជ្ជានោះហើយវាគឺជាចំណុចដែលផ្លាស់ប្ដូរជីវិតរបស់ខ្ញុំរហូតដល់បច្ចុប្បន្ននេះបទពិសោធន៍របស់ខ្ញុំមិនមែនជាបទពិសោធន៍ដែលចម្លែកខុសពីគេនោះទេព្រោះវាតែងតែកើតមានចំពោះមនុស្សទូទៅចំណុចសំខាន់នៃបទពិសោធន៍នេះគឺឆន្ទៈឬការតាំងចិត្តឆន្ទៈគឺមិនមែនជាការផ្សងប្រាថ្នាដើម្បីអ្វីមួយឡើយវាគឺជាការសម្រេចចិត្តមួយដែលជ្រាលជ្រៅពីខាងក្នុងដួងចិត្តរបស់អ្នកដើម្បីធ្វើអ្វីក៏ដោយដែលអ្នកត្រូវធ្វើគំនិតសំខាន់នៅពេលអ្នកសម្រេចចិត្តយ៉ាងម៉ឺងម៉ាត់ថាត្រូវតែធ្វើអ្វីមួយមធ្យោបាយនឹងបង្ហាញខ្លួនមិនខានយើងប្រហែលជាហៅមធ្យោបាយដែលបង្ហាញខ្លួននេះថាគឺជាភាពចៃដន្យប៉ុន្តែតាមរយៈការសង្កេតយ៉ាងយកចិត្តទុកដាក់យើងបានកត់សម្គាល់ឃើញថាវាតែងតែកើតឡើងជាទៀងទាត់ពីក្រោយការសម្រេចចិត្តមួយដែលម៉ឺងម៉ាត់មិនមែនចៃដន្យនោះទេ8នៅពេលអ្នកប្រឆាំងនឹងជីវិតតែងតែឈ្នះអ្នកជានិច្ចប្រសិនបើអ្នកប្រាថ្នាចង់បានច្រើននូវសន្តិភាពផ្លូវចិត្តចូលឈប់ដាក់ឈ្មោះឲ្យអ្វីដែលកើតឡើងថាល្អឬអាក្រក់តទៅទៀតទៅ
ខ្ញុំមិនដឹងធ្វើយ៉ាងម៉េចទេព្រោះខ្ញុំមកពីគ្រួសារដែលសុទ្ធតែជាមនុស្សពូកែបារម្ភ1សំណាង2គំនិត3ចិត្តសន្តិភាព4រូបភាពទាំង1សំណាងកាលពីព្រៃនេះមានកសិករចំណាស់ម្នាក់គាត់មានកូនប្រុសម្នាក់និងសេមីក្បាលថ្ងៃមួយសេះរបស់កសិករបានលួចរត់ចោលគាត់ហើយអ្នកជិតខាងបានចូលមកលួងលោមដោយពួកគេនិយាយថាសេះរបស់ឯងបានរត់បាត់ទៅហើយវាចំជាសំណាងអាក្រក់មែនហើយកសិករចំណាស់តបវិញថាតើនរណាទៅដឹងថាវាគឺជាសំណាងល្អឬអាក្រក់នោះច្បាស់ណាស់វាគឺជាសំណាងអាក្រក់អ្នកជិតខាងនិយាយមួយសប្តាហ៍ក្រោយមកសេះរបស់កសិករក៏ត្រឡប់មកផ្ទះវិញហើយនាំសេះព្រៃចំនួន20ក្បាលផ្សេងទៀតមកជាមួយវាថែមទៀតផងអ្នកជិតខាងមកផ្ទះរបស់គាត់ដើម្បីអបអរសាទរហើយនិយាយថាព្រះជាម្ចាស់អើយឯងជាប់ជាសំណាងខ្លាំងណាស់ដែលសេះរបស់ឯងត្រឡប់មកផ្ទះវិញហើយនាំសេះ20ក្បាលមកថែមទៀតផងហើយកសិករចំណាស់តបវិញថាតើនរណាទៅដឹងទៅថាវាគឺជាសំណាងល្អឬអាក្រក់ឬសំណាងអាក្រក់នោះថ្ងៃបន្ទាប់កូនប្រុសរបស់កសិករចំណាស់ឡើងជិះសេះមួយនៅក្នុងចំណោមសេះព្រៃទាំង20ក្បាលនោះគាត់ក៏ធ្លាក់ហើយបាក់ជើងម្ខាងអ្នកជិតខាងចូលមកលួងលោមគាត់តើនិយាយថាហេតុអ្វីក៏សំណាងអាក្រក់ម្ល៉េះហើយកសិករចំណាស់និយាយថាតើអ្នកណាទៅដឹងទៅថាវាគឺជាសំណាងល្អឬសំណាងអាក្រក់នោះអ្នកជិតខាងរបស់គាត់មួយចំនួនប្រែចំនួនមកហើយតបវិញថាច្បាស់ណាស់ថាវាគឺជាសំណាងអាក្រក់ហើយគាត់ថាគុំបាក់ជើងជាសំណាងល្អឬចុះឯងជាប់ជាឈ្មោះមែនមួយសប្តាហ៍ទៀតក៏កន្លងផុតទៅហើយទាហានរាជវាំងនាំគ្នាដើរចូលមកក្នុងភូមិពួកគេប្រមូលឃើញប្រុសដែលមានកាយសម្បត្តិល្អទៅច្បាំងនៅសមរភូមិនៅទឹកដីបរទេសកូនប្រុសរបស់កសិករចំណាស់ដែលពិការជើងមិនត្រូវបានគេជ្រើសរើសយកឡើយអ្នកភូមិទាំងអស់បានចូលមកអបអរសាទរគាត់ដោយនិយាយថាឯងចំជាសំណាងមែនដែលគេមិនចាប់កូនប្រុសរបស់ឯងទៅហើយកសិករចំណាស់ឆ្លើយវិញថាតែនរណាទៅដឹងយើងអាចចំណាយពេលពេញមួយជីវិតដើម្បីហៅអ្វីដែលកើតឡើងថាល្អបែបនេះឬបែបនោះអាក្រក់បែបនេះឬបែបនោះមួយនេះអាក្រក់មួយនោះល្អទង្វើនេះគឺជាទង្វើអត់ប្រយោជន៍យើងដាក់ឈ្មោះឲ្យព្រឹត្តិការណ៍មួយណាអាក្រក់ឬអពមង្គលនៅពេលយើងមើលមកវាតែមួយចំណិតឬតែមួយភាគរយនៃរូបភាពទាំងស្រុងតែប៉ុណ្ណោះបើអ្នកជឿកាន់តែយូរថាអ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតចេះតែខំបែបនេះឬបែបនោះវានឹងបន្តខុសបែបនេះទៅមុខទៀតមិនខានរាមណានអ្នកចេះតែបន្តដឹកនាំជីវិតតាមរយៈការប្រកួតបកមកនិងការស្រែករអូររទាំគ្មានអ្វីអាចដំណើរការល្អទេនៅក្នុងជីវិតរបស់អ្នកប៉ុន្តែខណៈពេលដែលអ្នកផ្លាស់ប្ដូរទស្សនៈឬផ្នត់គំនិតរបស់អ្នកអ្វីនឹងផ្លាស់ប្ដូរមួយពេចអ្នកខដំណើរយន្តហោះហើយស្រែកថាពីចំជាអាក្រក់ពេកកំពុងតែប្រញាប់ផងនោះកំពុងតែវេទខ្ញុំត្រូវតែជិះជើងហោះហើរនេះបើអ្នកបន្តស្ថិតនៅក្នុងផ្នត់គំនិតបែបហ្នឹងផ្នត់គំនិតនេះនឹងធ្វើឲ្យមនុស្សផ្សេងដណ្ដើមកៅអីរបស់អ្នកវាធ្វើឲ្យកាហ្វេកំពុះលើជើងរបស់អ្នកឲ្យវានឹងធ្វើឲ្យអ្នកបាត់អីវ៉ាន់ថែមទៀតផងក៏មិនដែរចូល remember ថានៅពេលអ្នកប្រឆាំងនឹងជីវិតតែងឈ្នះជានិច្ចរឿងរ៉ាវនឹងប្រែជាប្រសើរឡើងនៅក្នុងខណៈពេលដែលអ្នកនិយាយថាវាគ្មានគ្រោះថ្នាក់កើតឡើងទេនៅក្នុងជីវិតរបស់ខ្ញុំស្ថិតនៅកន្លែងដែលខ្ញុំចង់នៅអ្នកអាចជួបមិត្តភក្តិចាស់ណាម្នាក់អ្នកអាចបង្កើតមិត្តភក្តិថ្មីបានយ៉ាងងាយស្រួលអ្នកនឹងមានពេលវេលាដើម្បីអានសៀវភៅហើយជីវិតនឹងចាប់ផ្ដើមមានលក្ខណៈប្រសើរឡើងការគិតតាមរយៈកលៈទេសៈជាក់ស្ដែងដែលកំពុងឃើញដោយភ្នែកគឺមិនអាចជួយអ្នកបានអូឡើយអ្នកដាក់ពាក្យសុំការងារប៉ុន្តែអ្នកបរាជ័យក្នុងកលៈទេសៈនេះបើអ្នកនិយាយនឹងខ្លួនឯងថានោះគឺជាការងាររបស់ខ្ញុំមានគុណសម្បត្តិនិងបទពិសោធន៍ការងារគ្រប់គ្រាន់ហើយឥឡូវជីវិតរបស់ខ្ញុំកំពុងតែខ្ទេចខ្ទីពីសម្ដីនេះអាចធ្វើឲ្យអ្នកខ្លាចទៅជាមនុស្សសម្រាមបានអ្នកខ្លាចទៅជាមនុស្សសម្រាមមួយសប្តាហ៍ឬក៏ពេញមួយជីវិតបានបើអ្នកចង់អ្នកអាចការពារករណីនេះរបស់អ្នកដោយយកហេតុផលដែលកំពុងតែកើតឡើងចំពោះមុខអ្នកជាស្ដេចដូច្នេះការការពារនេះធ្វើឲ្យករណីរបស់អ្នកត្រឹមត្រូវពិតប្រាកដមែនប៉ុន្តែវាមិនអាចជួយធ្វើឲ្យជីវិតរបស់អ្នកប្រសើរឡើងបានឡើយព្រោះដំណើរជីវិតគឺមិនអាស្រ័យលើហេតុផលតែម្យ៉ាងនោះឡើយដូច្នេះប្រសិនបើអ្នកប្រាថ្នាចង់បានសន្តិភាពផ្លូវចិត្តចូលកុំវិភាគលើព្រឹត្តិការណ៍ដែលកំពុងកើតឡើងដើម្បីបង្កើតហេតុផលថាវាគឺជាកលៈទេសៈល្អឬអាក្រក់បែបនេះឬបែបនោះអូគឺអ្នកគ្រាន់តែជប់មើលទៅព្រឹត្តិការណ៍នឹងដោយឈរលើពាក្យអាក្រក់និងល្អទៅបានហើយ
នៅក្នុងសៀវភៅរបស់គាត់ក្នុងចំណងជើងថា The Frogship Perspective លោក Dean Black បានសរសេររឿងពិតចំនួន2ទី1ក្មេងអាយុ16ឆ្នាំតែពិការជើងទាំងពីរក្រោយគ្រោះថ្នាក់កើតឡើងនៅក្នុងដីអាកាសដ្ឋានមួយកន្លែងបានក្លាយទៅជាកីឡាករបាល់បោះដ៏ល្បីល្បាញម្នាក់និងទី2បុរសដែលមានអាយុពាក់កណ្ដាលជីវិតម្នាក់បានឃើញឡើងវិញបន្ទាប់ពីងងឹតភ្នែកតាំងពីកំណើតកីឡាករបាល់បោះម្នាក់នោះគឺឈ្មោះ Curt Brinkman ហើយបានក្លាយជាអត្តពលករជារទេះលេងបាល់ដ៏ល្បីល្បាញម្នាក់នៅក្នុងលោកពេលត្រូវបានគេសម្ភាសន៍เขาបាននិយាយថាខ្ញុំមិនដឹងទេថាខ្ញុំនឹងក្លាយទៅជាមនុស្សបែបណាបើខ្ញុំមានជើងទាំងពីរដូចកាលពីមុនឥឡូវនេះខ្ញុំដឹងថាខ្ញុំបានធ្វើអ្វីខ្លះហើយខ្ញុំដឹងផងដែរថាខ្ញុំចង់បានអ្វីនៅក្នុងជីវិតនេះគឺមានសេចក្តីរីករាយខ្លាំងណាស់ខ្ញុំមិនចង់ឲ្យជីវិតរបស់ខ្ញុំមានអ្វីខុសពីនេះទេហើយបុរសវ័យ52ឆ្នាំនោះបានមើលឃើញឡើងវិញក្រោយពីទទួលការប្រកាសការនៅពីការភ្នែកមើលអ្វីមិនឃើញអ្វីគ្រប់យ៉ាងក្នុងជីវិតរបស់គាត់មានដំណើរការល្អជាប្រក្រតីចិត្តវិទូរបស់គាត់ឈ្មោះ Richard Gregory បានឆ្លើយថាប៉ុន្តែក្រោយពីភ្នែករបស់គាត់មើលឃើញឡើងវិញភាពជោគជ័យអស្ចារ្យរបស់គាត់ពីមុនមកហាក់ដូចជាធ្លាក់ចុះហើយគោលជំហររបស់គាត់វិញហាក់ដូចជាកំពុងតែបាត់បង់បន្តិចម្ដងក្រោយពីទទួលបានភ្នែកទាំងគូបុរសម្នាក់នេះមើលឃើញតែសេចក្តីខកចិត្តហើយមួយឆ្នាំក្រោយមកគាត់ក៏ស្លាប់នៅក្នុងអារម្មណ៍ធ្លាក់ទឹកចិត្តធ្ងន់ធ្ងរពីគំនិតបើពន្យល់តាមភាសាសាមញ្ញងាយយល់យើងមើលទៅពិភពលោកហើយឃើញតែរបស់ពីរប៉ុណ្ណោះទី1ពិភពលោកនេះគឺរញ៉េរញ៉ៃណាស់និងទី2ពិភពលោកនេះគឺគ្មានអីខុសទេអ្វីមានសភាពទៅតាមធម្មជាតិរបស់វាពិភពលោកនេះគឺរញ៉េរញ៉ៃវាត្រូវការថាមពលច្រើនសម្បើមណាស់ដើម្បីប្រឹងប្រែងរកកំហុសដែលកំពុងស្ថិតនៅក្នុងរបស់គ្រប់បែបយ៉ាងដើម្បីអង្គុយឈឺចិត្តដោយសារតែមនុស្សមួយចំនួនដែលតែងតែបោកប្រាស់និងលួចប្លន់គេដើម្បីអង្គុយរែងចិត្តគិតថាមនុស្សខ្លះខ្ជិលបែបនេះឬបែបនោះដើម្បីអង្គុយបន្ទោសថាមនុស្សខ្លះស៊ីច្រើនពេកចាយច្រើនពេកនិងថាគឺជាមនុស្សខ្លះធ្វើបុណ្យតែទទួលបាបហើយមនុស្សខ្លះធ្វើបាបតែទទួលបុណ្យទៅវិញជាដើមហើយទង្វើចេះតែអង្គុយរអ៊ូរទាំនឹងរិះគន់បែបនេះនឹងទីបំផុតទៅនឹងធ្វើឲ្យអ្នកខ្លាចជាមនុស្សម្នាក់ដែលពោពេញទៅដោយសេចក្តីទុក្ខឥតល្ហើយយើងអាចចង្អុលទៅមនុស្សអត់ឃ្លាននៅតាមចិញ្ចើមថ្នល់នៅក្នុងទីក្រុងខាល់កូតាប្រទេសឥណ្ឌាហើយនិយាយថាប្រទេសនេះកំពុងតែមានដំណើរការខុសហើយទង្វើនេះអាចជាលេសមួយសម្រាប់ដោះស្រាយដើម្បីរំដោះខ្លួនចេញពីទំនួលខុសត្រូវនៅក្នុងការកសាងជីវិតរបស់ខ្លួនឲ្យប្រព្រឹត្តទៅបានល្អប្រសិនបើអ្នកគឺជាជនជាតិឥណ្ឌាម្នាក់ឬប្រសិនបើអ្នករស់នៅក្នុងទីក្រុងខាល់កាតាដើម្បីជួយជនជាតិឥណ្ឌាអត់ឃ្លានទាំងនោះដោយផ្ទាល់អ្នកនឹងយល់ច្បាស់អំពីមូលហេតុដែលស្ថិតនៅពីក្រោយជីវិតខ្វះខាតរបស់ពួកគេមិនបានប៉ុន្តែការឈរពីចម្ងាយហើយវិនិច្ឆ័យស្ថានភាពដោយមិនបានយល់គ្រប់ជ្រុងជ្រោយគឺមិនអាចជួយអ្នកដើម្បីដោះស្រាយវាបានទេប្រសិនបើអ្នកចង់ឲ្យវាមានការផ្លាស់ប្ដូរហើយធ្វើអ្វីមួយចំពោះស្ថានភាពនោះនេះទើបជាទង្វើដែលមានប្រយោជន៍ប៉ុន្តែការអង្គុយស្ដីបន្ទោសគឺមិនអាចជួយបានឡើយអ្នកម្ដាយ Teresa មិនមែនជាមនុស្សដែលជួយចិត្តអង្គុយតែស្ដីបន្ទោសឡើយប៉ុន្តែអ្នកម្ដាយគឺជាមនុស្សដែលចូលចិត្តធ្វើសកម្មភាពពិភពលោកនេះគឺគ្មានអីខុសទេអ្វីមានសភាពទៅតាមធម្មជាតិរបស់វាជម្រើសមួយទៀតគឺត្រូវទទួលយកពិភពលោកទៅតាមធម្មជាតិរបស់វានេះនិយាយថាតាមមានវត្ថុធាតុអ្វីមកបញ្ជាក់ថាពិភពលោកនេះគឺគ្មានអ្វីខុសកើតឡើយវត្ថុតាំងដើម្បីបញ្ជាក់ទៅនៅត្រង់ពិភពលោកនេះគឺតែងតែមានដំណើរការដោយខ្លួនឯងវានឹងទៅតាមធម្មជាតិនិងរចនាសម្ព័ន្ធរបស់វាព្រះច័ន្ទធ្វើដំណើរជុំវិញផែនដីហើយផែនដីធ្វើដំណើរជុំវិញព្រះអាទិត្យការកុលាបចេញផ្កាហើយក៏រីកហើយក៏រុះរោយបាក់សីស្រែកច្រៀងមនុស្សចេះរៀបការហើយក៏ចេះលេងម្លេះគ្នាអ្នកជិតខាងចេះឆ្លោះទាស់ទែងគ្នាជាដើមទាំងអស់នេះគឺសុទ្ធតែជាផ្នែកនីមួយៗនៃពិភពលោកដែលកើតឡើងជាធម្មតាពីមុនក៏មានរឿងបែបហ្នឹងកើតឡើងពេលនេះក៏មានរឿងបែបហ្នឹងកើតឡើងហើយតែថ្ងៃអនាគតក៏នឹងមានរឿងបែបហ្នឹងកើតឡើងពេលនិយាយថាមនុស្សមិនគួរណា
ឈឺសោះមនុស្សមិនគួរណានិយាយកុហកសោះសម្ដីនឹងតើខុសអីនឹងការនិយាយថាព្រះអាទិត្យគឺធំពេកហើយកុំឆ្ងល់អីអ្វីៗគឺតែងតែមានដំណើរការទៅតាមរចនាសម្ព័ន្ធរបស់វារៀងៗខ្លួនម៉ារីនិយាយថាតើតែពិភពលោកមានសន្តិភាពទើបខ្ញុំអាចសប្បាយចិត្តទៅបានសម្ដីនេះស្ដាប់មើលទៅសមហេតុផលណាស់ប៉ុន្តែវាមិនប្រកបទៅដោយបញ្ញាទេទង្វើដែលគាត់ប្រសើរជាងនោះគឺយើងត្រូវតែធ្វើខ្លួនឲ្យសប្បាយនៅក្នុងឋានៈនីមួយៗហើយបើយើងម្នាក់សុទ្ធតែធ្វើឲ្យបរិស្ថានរបស់ខ្លួនពេញដោយសន្តិភាពការនេះគឺមានន័យថាយើងកំពុងតែធ្វើឲ្យពិភពលោកកាន់តែមានសន្តិភាពយើងត្រូវតែទទួលពិភពលោកទៅតាមលក្ខណៈជាធម្មជាតិរបស់វាប៉ុន្តែយើងក៏នៅតែអាចទទួលខុសត្រូវដើម្បីធ្វើឲ្យអ្វីៗដែលនៅលើផ្ទៃពិភពលោកនេះឲ្យមានលក្ខណៈប្រសើរឡើងបានផងដែរ